មានក្រៅអគ្គិភ័យមួយបានធ្វើឲ្យផ្អាកទីក្រុងហាណូយទាំងព្រឹកដោយសារតែមានការឆាបឆេះយ៉ាងខ្លាំងទៅលើរោងចក្រផលិតស្រាបៀរហាបេកូនៅព្រឹកថ្ងៃទី1 ខែធ្នូឆ្នាំ2025នេះអគ្គិភ័យមួយបានឆាបឆេះឡើងនៅរោងចក្រផលិតស្រាបៀរហាបេកូដែលមានអាសយដ្ឋាននៅផ្ទះលេខ183ផ្លូវហុងហួរថាំសង្កាត់ងុចហាទីក្រុងហាណូយចាហើយគណៈពេលនេះមិនទាន់ដឹងថាតើអគ្គិភ័យនេះគេបានអាចគ្រប់គ្រងបាន 100% ហើយឬក៏នៅទេណាហើយប្រភពគឺមកពីវៀតណាមណែតឃើញថាការព្យាករណ៍របស់សាស្ត្រាចារ្យបណ្ឌិតកៅខ្វេងហុងដែលជាស្ថាបនិកនៃសាកលវិទ្យាល័យហុងស៊ុយដែលគាត់បានព្យាករណ៍ថ្មីនេះចាថានឹងមានអគ្គិភ័យឆាបឆេះច្រើនជុំវិញពិភពលោកហើយឥឡូវនេះឃើញថាបដាមានគឺច្រើនខ្លាំងមែនតើណាបងប្អូនទាំងគ្នាចាំមិនថានៅប្រទេសគេមិនថានៅខ្មែរយើងគឺមានច្រើនមែនតើហ្មងអញ្ចឹងសូមជូនពរបងប្អូនទាំងគ្នាមានសុខសុវត្ថិភាពទាំងអស់គ្នាណោះអរគុណជួបជាមួយអ្នកគ្រូវណ្ណានៅថ្ងៃទី13-14ធ្នូ2025នៅមុខវិជ្ជាពេទ្យលានខិត្តរិទ្ធ